ជាផ្លូវនាំទៅកាន់អតីតកន្លែងតបធម៌មួយនាដើមសតវត្សទី10កសាងក្នុងរាជព្រះបាទយសោវរ្ម័នទី1ឈ្មោះថាសៅគុតស្រមសពថ្ងៃទីនេះត្រូវបានយើងហៅថាប្រាសាទប៉ាលីឡៃទម្រង់សំណង់ធ្វើអំពីថ្មភក់នេះរួមទាំងរចនាបថចម្លាក់លើថ្មបញ្ជាក់អំពីរយៈពេលនៃការប្រើប្រាស់ក្នុងចន្លោះពីសតវត្សទី13ដល់សតវត្សទី17ក្រោមឥទ្ធិពលពុទ្ធសាសនាថេរវាទបន្ទាប់ពីឆ្លងកាត់ទីពន្លាបណន់ដែលមានសត្វតោនិងនាគក្បាល7មកទីនេះគឺជាប្រតិមាព្រះពុទ្ធភូមិសពមុត្រៈគង់នៅខាងមុខខ្លោងទ្វារប្រាសាទបដិមានេះត្រូវបានបរានវិទូបារាំងថតរូបនៅឆ្នាំ1918និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ1938ដោយលោក Maurice Claise អំឡុងដើមសតវត្សទី20មានសម្បត្តិចម្លាក់បដិមាជាច្រើនត្រូវបានបាក់កប់ដីគ្របដោយព្រៃរហោឋានដែលលាក់រឿងអាថ៌កំបាំងជាច្រើនក្នុងប្រវត្តិសាស្ត្រនគរខ្មែរប្រលឹងអតីតកាលកំពុងតែអន្ទោលតាមមករហូតដល់បច្ចុប្បន្នកាលហើយកំពុងតែបានបង្ហាញឲ្យឃើញតាមស្ថានភាពសំណង់បុរាណនិងរុក្ខជាតិសម័យថ្មីអតីតកាលនាដើមសតវត្សទី10នៅទីនេះអាចជាអាស្រមតបធម៌មួយឈ្មោះសៅគុតស្រមក្នុងរាជព្រះបាទយសោវរ្ម័នទី1ក្នុងចំណោមអាស្រមទាំង100ក្នុងអាណាចក្រមានអាស្រម4ក្នុងរាជធានីដែលបម្រើដល់ការបដិបត្តិធម៌តាមជំនឿនិកាយព្រះឥសូរផងព្រះនរាផងនិងព្រះពុទ្ធសាសនាផងកំណាត់ថ្មនៅដេដាស់ដុំថ្មខ្លះសល់ចម្លាក់ទេពីកាបាត់សិរសាតាមពេលវេលានៃកលយុគឥឡូវប្រាសាទបាលីឡៃត្រូវបានជួសជុលបន្តនិងបន្សល់ទុកចម្លាក់ដែលប្រាប់ពីពុទ្ធកថាដូចជាព្រះពុទ្ធទទួលចង្ហាន់ពីនាងសុជាតាព្រះពុទ្ធប្រោះដំរីណាឡាគិរីនិងព្រះពុទ្ធទទួលថ្វាយផ្លែឈើពីស្វានិងដំរីក្នុងព្រៃប៉ាលីឡៃប្រហែលតាមដំណើររឿងនៃប៉ាលីឡៃនេះហើយទើបអតីតសៅគុតស្រមនេះត្រូវបានអ្នកស្រុកសៀមរាបហៅថាប្រាសាទប៉ាលីឡៃ